សួស្តីសិស្សានុសិស្សទាំងអស់គ្នាជាទីរាប់អានបាទតើសិស្សានុសិស្សទាំងអស់គ្នាបាទសុខសប្បាយជាទេនៅថ្ងៃនេះបាទអញ្ចឹងបាទនៅក្នុងមេរៀននេះបាទលោកគ្រូនឹងលើកយកលំហាត់នៅក្នុងសៀវភៅគណិតវិទ្យាថ្នាក់ទី6បាទគឺរបៀបគណនាមាត្រ solid បាទអញ្ចឹងបាទលោកគ្រូសូមលើកយករូបមន្តដែលយើងត្រូវដោះស្រាយនៅក្នុងលំហាត់របស់យើងនេះបាទអញ្ចឹងបាទរូបមន្តយើងបាទសិក្សាអំពីមាត្ររបស់ប្រឡេពី8កែងបាទអញ្ចឹងបាទដើម្បីគណនាមាត្រប្រឡេពី8កែងបាទគឺយើងត្រូវយកបណ្ដោយគុណនឹងទទឹងបាទនឹងគុណនឹងកម្ពស់បាទដែលមាត្ររបស់ប្រឡេពី8កែងបាទយើងតាំងដោយអក្សរ V បាទហើយបណ្ដោយគឺតាំងដោយអក្សរ A ទទឹងតាំងដោយអក្សរ B និងកម្ពស់តាំងដោយអក្សរ C បាទឬយើងអាចអានថាបាទ V ស្មើឲ្យ A គុណឲ្យ B គុណឲ្យ C បាទនិងរូបមន្តមួយទៀតបាទគឺជារូបមន្តមាត្ររបស់គូបបាទអញ្ចឹងបាទដើម្បីរកមាត្ររបស់គូបយើងត្រូវយកជ្រុងគុណនឹងជ្រុងគុណនឹងជ្រុងបាទដែលយើងមាត្រយើងតាំងដោយអក្សរ V បាទហើយជ្រុងបាទយើងតាំងដោយអក្សរ A បាទ V ស្មើ A គុណ A គុណនឹង A បាទឬយើងអាចសរសេរបានថា V ស្មើឲ្យ A គូបបាទអញ្ចឹងຂະຫນាតឯកតានៃមាត្ររបស់យើងបាទចំពោះមាត្រតូចបាទគេប្រើ1សង់ទីម៉ែត្រគូបបាទជាຂະຫນាតនៃមាត្របាទអញ្ចឹង1សង់ទីម៉ែត្រគូបបាទជាគូបដែលមានរង្វាស់ជ្រុង1សង់ទីម៉ែត្របាទអញ្ចឹងបាទយើងចូលទៅដល់ការដោះស្រាយលំហាត់របស់យើងតែម្ដងបាទកូនបាទឥឡូវបាទលំហាត់ទី1របស់យើងបាទគេឲ្យយើងប្រាប់មាត្រ solid ខាងក្រោមនេះបាទអញ្ចឹងបាទកូនមើលលំហាត់ករបស់យើងបាទតើមាត្រ solid របស់យើងនេះបាទមានប៉ុន្មានឯកតាគូបណាកូនបាទឯកតាគូបមានន័យថាក្នុងមួយគូបនេះបាទគឺវាមានជ្រុង1សង់ទីម៉ែត្រណាកូនបាទអញ្ចឹងវាស្មើមួយឯកតាបាទឥឡូវយើងរាប់មកបាទមានប៉ុន្មានគូបបាទ1 2 3 4 5 6 7 8 9 10 11 12 13បាទគឺមាន11ឯកតាគូបបាទអញ្ចឹងយើងសរសេរបំពេញចន្លោះយើងចុចហ្នឹងមកបាទយើងដាក់11បាទឥឡូវយើងចូលមើលលំហាត់ខយើងម្ដងបាទអញ្ចឹងលំហាត់ខយើងគេឲ្យយើងបំពេញចន្លោះបាទរួចគេដាក់សង់ទីម៉ែត្រគូបបាទឥឡូវបាទគេប្រាប់ຂະຫນាតមាត្រតូចនៃគូបរបស់យើងគឺស្មើ1សង់ទីម៉ែត្រគូបបាទអញ្ចឹងបាទយើងមើលគូបរបស់យើងតូចនេះបាទតើមានប៉ុន្មានគូបបាទកូនបាទអញ្ចឹងយើងរាប់មើលបាទ1 2 3 4 5 6បាទគឺបាទមាត្ររបស់យើងបាទមាត្រគូបរបស់យើងនេះគឺមាន6បាទអញ្ចឹងបើ1ស្មើ1សង់ទីម៉ែត្រគូបបាទចុះ6បាទអញ្ចឹង6គឺស្មើ6សង់ទីម៉ែត្រគូបដែរណាកូនបាទអញ្ចឹងនៅចន្លោះចុចនេះបាទយើងបំពេញលេខ6បាទអញ្ចឹងយើងចូលទៅដល់លំហាត់គោលរបស់យើងបាទឥឡូវបាទលំហាត់គោលរបស់យើងនេះបាទគឺមាត្ររបស់វាគឺគេតាំងដេស៊ីម៉ែត្រគូបណាកូនបាទគឺមាត្រតូចរបស់គូបហ្នឹងគឺ1ដេស៊ីម៉ែត្របាទឥឡូវគេឲ្យយើងបំពេញបាទតើគេសួរយើងថាតើមានប្រមាណដេស៊ីម៉ែត្រគូបបាទអញ្ចឹងຂະຫນាតមាត្រតូចរបស់វាគឺ1ដេស៊ីម៉ែត្រគូបបាទអញ្ចឹងយើងរាប់មើលមានប្រមាណទៀតកូនបាទ1 2 3 4 5 6 7 8 9 10 11 12 13បាទគឺមាន15បាទអញ្ចឹងបាទយើងបំពេញចន្លោះហ្នឹងបាទ15ដេស៊ីម៉ែត្រគូបបាទអញ្ចឹងលំហាត់ទី1របស់យើងបាទគឺដោះស្រាយរួចរាល់ហើយណាកូនបាទលំហាត់ទី1នេះគឺស្រួលទេកូនបាទគ្រាន់តែរាប់ចំនួននៃមាត្រតូចរបស់គូបបាទយើងបំពេញចន្លោះបានបាទអញ្ចឹងបាទយើងចូលទៅលំហាត់
ថ្មីមួយទៀតបាទកូនបាទលំហាត់ទី2របស់យើងបាទគឺគេឲ្យបាទកណនាមាត្របាទគេឲ្យយើងកណនាមាត្របាទឥឡូវយើងចូលធ្វើលំហាត់កមុនសិនណាកូនបាទអញ្ចឹងកូនមើលរូបនៅក្នុងលំហាត់ករបស់យើងនេះបាទគឺជារូបអ្វីដែរកូនបាទគឺជារូបនៃគូបរបស់យើងណាបាទអញ្ចឹងរូបមន្តនៃការកណនាមាត្ររបស់គូបបាទគឺស្មើអីកូនបាទគឺយើងតាំងដោយអ្វីបាទមាត្រគឺវេបាទស្មើឲ្យជ្រុងគុណនឹងជ្រុងបាទគុណនឹងជ្រុងអញ្ចឹងបាទនាំឲ្យយើងបានបាទវេស្មើឲ្យបាទជ្រុង2ម៉ែត្របាទគុណឲ្យជ្រុងមួយទៀតបាទគឺ5ម៉ែត្របាទនិងជ្រុងមួយទៀតបាទគឺ2ម៉ែត្របាទអញ្ចឹងយើងធ្វើការគុណមកកូនបាទ2គុណនឹង5បាទ2 5ដង10បាទ10គុណឲ្យ2ទៀតបាទគឺស្មើ20បាទអញ្ចឹងវេរបស់យើងបាទគឺស្មើ20ម៉ែត្រគូបបាទឥឡូវមកលំហាត់ករបស់យើងបាទដោះស្រាយរួចរាល់ហើយបាទអញ្ចឹងបាទយើងចូលធ្វើបាទលំហាត់ខយើងម្ដងណាកូនបាទអញ្ចឹងកូនមើលបាទលំហាត់រូបខរបស់យើងបាទមានរាងអ្វីដែរកូនបាទអញ្ចឹងរូបនៅក្នុងលំហាត់ខរបស់យើងនេះបាទមានរាងប្រឡេពី8កែងបាទអញ្ចឹងបាទរូបមន្តប្រឡេពី8កែងបាទវេស្មើឲ្យបណ្ដោយគុណនឹងទទឹងបាទគុណនឹងកម្ពស់បាទអញ្ចឹងបាទវេបាទស្មើឲ្យបាទបណ្ដោយយើងស្មើ7ម៉ែត្របាទគុណឲ្យបាទទទឹងបេបាទ3ម៉ែត្របាទបន្ទាប់មកយើងគុណឲ្យកម្ពស់បាទ2ម៉ែត្របាទអញ្ចឹងយើងធ្វើការគុណមកបាទ7គុណឲ្យ3បាទស្មើ21បាទ21គុណឲ្យ2ទៀតបាទគឺបាន42បាទអញ្ចឹងវេស្មើឲ្យ42ម៉ែត្រគូបបាទអញ្ចឹងលំហាត់ខរបស់យើងបាទដោះស្រាយរួចរាល់ហើយបាទឥឡូវយើងចូលដោះស្រាយលំហាត់គោម្ដងណាកូនបាទឥឡូវកូនបាទមើលរូបក្នុងលំហាត់គោរបស់យើងបាទតើវាមានរាងអ្វីដែរកូនបាទអញ្ចឹងរូបនៅក្នុងលំហាត់គោរបស់យើងនេះបាទក៏មានរាងជាប្រឡេពី8កែងដែរបាទដោយសារវាបាទមានជ្រុងទាំង3គឺមិនស្មើគ្នាបាទអញ្ចឹងប្រឡេពី8កែងបាទរូបមន្តរបស់យើងបាទគឺវេស្មើ A គុណ B គុណ C បាទឥឡូវបាទយើងសរសេររូបមន្តឡើងវិញមកបាទអញ្ចឹងនាំឲ្យបានវេបាទស្មើឲ្យបាទ A ជ្រុង A ស្មើ 2.5 ម៉ែត្របាទគុណឲ្យ B បាទស្មើ2ម៉ែត្របាទគុណឲ្យ C 3.2 ម៉ែត្របាទឥឡូវយើងធ្វើការគុណមកកូនបាទ2.5 ម៉ែត្របាទយើងគុណឲ្យ2ម៉ែត្របាទគឺស្មើ5ម៉ែត្របាទបន្ទាប់មកបាទយើងយក 3.2 ម៉ែត្រគុណឲ្យ5បាទគឺស្មើ16ម៉ែត្របាទអញ្ចឹងយើងបានវេស្មើ16ម៉ែត្រគូបបាទឥឡូវបាទលំហាត់ទី2របស់យើងនេះបានដោះស្រាយរួចរាល់ហើយកូនបាទអញ្ចឹងកូនយល់ដែរទេកូនលំហាត់ទាំង3នេះបាទកខគោនេះបាទអញ្ចឹងសង្ឃឹមថាកូនយល់ទាំងអស់គ្នាហើយណាកូនបាទអញ្ចឹងយើងចូលលំហាត់ថ្មីមួយទៀតណាកូនបាទអញ្ចឹងមកលំហាត់ទី3របស់យើងបាទគឺគេឲ្យកណនាមាត្របាទរូបខាងក្រោមនេះបាទអញ្ចឹងបាទកូនមកលំហាត់ករបស់យើងបាទយើងមើលមកក្នុងរូបហ្នឹងបាទវាមានរាងជាអ្វីដែរកូនបាទអញ្ចឹងលំហាត់ករបស់យើងនេះបាទក៏ជាប្រឡេពី8កែងដែរបាទឥឡូវគេឲ្យកណនាមាត្ររបស់វាបាទអញ្ចឹងបាទដើម្បីកណនាបាទរាងរបស់ប្រឡេពី8កែងនេះបានបាទគឺយើងត្រូវកណនាបាទជា2វគ្គបាទគឺយើងកាត់មួយកំណាត់លើនេះទុកសិនបាទគឺយើងកណនាបាទ
មួយកំណាត់ធំខាងក្រោមនេះសិនមកណាកូនបាទឥឡូវលោកគ្រូសូមដាក់លំហាត់កនៅខាងលើនេះបាទឥឡូវបាទរូបមន្តប្រឡេពី8កែងយើងបាទគឺបាទមៀតរបស់វាបាទវេស្មើឲ្យបាទ a គុណឲ្យ b គុណឲ្យ c បាទគឺបាទបណ្ដោយគុណទទឹងគុណនឹងកម្ពស់បាទអញ្ចឹងបាទដោយសារយើងបែងចែកការកណនានេះបាទជា2វគ្គបាទអញ្ចឹងលោកគ្រូសូមដាក់បាទវេអងបាទវេអងមានន័យថាយើងកណនាមៀតទី1សិនបាទអញ្ចឹងវេអងរបស់យើងបាទគឺបណ្ដោយស្មើ5សង់ទីម៉ែត្រគុណឲ្យបាទទទឹងស្មើ2សង់ទីម៉ែត្របាទគុណឲ្យកម្ពស់1សង់ទីម៉ែត្របាទឥឡូវយើងធ្វើការគុណមកកូនបាទ5សង់ទីម៉ែត្រគុណឲ្យ2បាទស្មើ10បាទ10សង់ទីម៉ែត្រគុណឲ្យ1សង់ទីម៉ែត្របាទគឺស្មើ10សង់ទីម៉ែត្រដដែលបាទកូនបាទអញ្ចឹងវេអងស្មើបាទ10សង់ទីម៉ែត្រគូបបាទបន្ទាប់ពីយើងបាទទៅរកវេអងឃើញរួចរាល់ហើយបាទឥឡូវបាទយើងរកបាទមៀតរបស់ប្រឡេពី8កែងរបស់យើងបាទគឺមួយកំណាត់លើនេះម្ដងទៀតបាទអញ្ចឹងមៀតរបស់ប្រឡេពី8កែងមួយកំណាត់តូចលើនេះបាទលោកគ្រូសូមតាំងបាទវេដឺមកបាទអញ្ចឹងវេដឺរបស់យើងបាទស្មើឲ្យបណ្ដោយរបស់យើងបាទ1សង់ទីម៉ែត្របាទគុណឲ្យទទឹងបាទ1.5សង់ទីម៉ែត្របាទគុណឲ្យកម្ពស់1សង់ទីម៉ែត្របាទអញ្ចឹងយើងធ្វើការគុណមកបាទ1សង់ទីម៉ែត្រគុណឲ្យ1.5សង់ទីម៉ែត្របាទគឺស្មើ1.5សង់ទីម៉ែត្របាទ1.5សង់ទីម៉ែត្រគុណឲ្យ1សង់ទីម៉ែត្របាទគឺស្មើ1.5សង់ទីម៉ែត្រដដែលបាទកូនបាទអញ្ចឹងវេដឺបាទស្មើ1.5សង់ទីម៉ែត្រគូបបាទបន្ទាប់ពីយើងកណនាវេអងនិងវេដឺឃើញរួចរាល់ហើយបាទយើងយកវេអងវេដឺហ្នឹងបូកបញ្ចូលគ្នាទៅបាទដើម្បីយើងឃើញបាទមៀតរួមរបស់ប្រឡេពី8កែងរបស់យើងបាទអញ្ចឹងបាននាំឲ្យយើងបានបាទវេអងបូកនឹងវេដឺបាទគឺស្មើបាទ10សង់ទីម៉ែត្របូកឲ្យ1.5សង់ទីម៉ែត្រស្មើឲ្យបាទ11.5សង់ទីម៉ែត្រគូបបាទអញ្ចឹងកូនទាំងអស់គ្នាបាទយល់ដែរឬទេកូនលំហាត់ករបស់យើងនេះបាទឥឡូវយើងចូលដោះស្រាយលំហាត់ខម្ដងណាកូនបាទឥឡូវលំហាត់ខរបស់យើងនេះបាទយើងត្រូវដោះស្រាយវាម៉េចកូនបាទអញ្ចឹងលំហាត់ខរបស់យើងនេះបាទមានរូបជាប្រឡេពី8កែងដែរបាទអញ្ចឹងយើងត្រូវដោះស្រាយមៀតវាទាំងមូលយកតែម្ដងបាទបន្ទាប់មកបាទចាំយើងដកនៅកន្លែងដែលគេកាត់ចេញនេះអញ្ចឹងយើងធ្វើ2វគ្គដូចគ្នាកូនបាទអញ្ចឹងវគ្គទី1បាទយើងកណនាមៀតវាទាំងអស់មកបាទបន្ទាប់មកចាំយើងរកមៀតកន្លែងដែលគេកាត់ចេញនេះបាទអញ្ចឹងបាទរូបមន្តប្រឡេពី8កែងរបស់យើងបាទវេស្មើឲ្យ a គុណឲ្យ b គុណឲ្យ c បាទអញ្ចឹងបាទយើងធ្វើ2វគ្គបាទអញ្ចឹងលោកគ្រូសូមដាក់វេអងទៀតមកបាទវេអងស្មើឲ្យបណ្ដោយរបស់យើងបាទគឺ4ម៉ែត្របាទគុណឲ្យទទឹងបាទ3ម៉ែត្របាទគុណឲ្យកម្ពស់2ម៉ែត្របាទអញ្ចឹងយើងធ្វើការគុណមកកូនបាទអញ្ចឹងបាទ4ម៉ែត្រគុណឲ្យ3ម៉ែត្របាទ4 3ដង12បាទ12ម៉ែត្រយក12គុណឲ្យ2ទៀតបាទគឺស្មើ24ម៉ែត្រគូបបាទអញ្ចឹងបាទលោកគ្រូសូមដាក់វេអងស្មើ24ម៉ែត្រគូបអញ្ចឹងបាទមៀតរួមរបស់ប្រឡេពី8កែងរបស់យើងបាទគឺយើងកណនាឃើញហើយបាទឥឡូវយើងចាប់ផ្ដើមកណនារកបាទមៀតប្រឡេពី8កែងបាទតូចដែលគេចាត់ចេញនេះបាទទាំងអស់គ្នាបាទកូនបាទអញ្ចឹងកូនមើលបាទប្រឡេពី8កែងយើងបាទទាំងមូលហ្នឹងបាទគឺមានបណ្ដោយ4ម៉ែត្របាទបន្ទាប់មកបាទគេកាត់ចេញប្រឡោះកណ្ដាលហ្នឹងដោយទុកជ្រុងគៀនបាទគឺមានប្រវែង1ម៉ែត្របាទអញ្ចឹងគេទុក2ជ្រុងបាទអញ្ចឹង2ជ្រុងស្មើ
2 ម៉ែត្របាទអញ្ចឹង4ម៉ែត្រដកឲ្យ2ម៉ែត្រចេញបាទនៅស្មើ2ម៉ែត្របាទអញ្ចឹងផ្នែកកាត់នៅខាងមុខនេះបាទយើងយកជាទទឹងវិញណាកូនបាទដោយសារវាស្មើ2ម៉ែត្របាទចំណែកឯបណ្ដោយរបស់យើងបាទគឺស្មើ3ម៉ែត្របាទរីឯកម្ពស់របស់វាទាំងមូលហ្នឹងបាទគឺស្មើ2ម៉ែត្របាទដល់ពេលគេកាត់ចេញពាក់កណ្ដាលបាទអញ្ចឹងដល់សល់1ម៉ែត្របាទអញ្ចឹងកម្ពស់គុណឲ្យកម្ពស់1ម៉ែត្របាទអញ្ចឹងបាទនាំឲ្យយើងបានបាទវេដឺបាទស្មើឲ្យបណ្ដោយ3ម៉ែត្រគុណឲ្យទទឹង2ម៉ែត្របាទគុណនឹងកម្ពស់1ម៉ែត្របាទអញ្ចឹងបាទយើងធ្វើការគុណមកកូនបាទ3ម៉ែត្រគុណឲ្យ2ម៉ែត្របាទស្មើ6ម៉ែត្របាទ6ម៉ែត្រគុណឲ្យកម្ពស់1ម៉ែត្របាទគឺស្មើ6ម៉ែត្រដដែលបាទអញ្ចឹងយើងបានបាទវេដឺស្មើ6ម៉ែត្រគូបបាទអញ្ចឹងមៀតរបស់ប្រឡេពី8កែងបាទដែលគេចាត់ចេញនេះបាទគឺស្មើ6ម៉ែត្រគូបបាទបន្ទាប់មកបាទយើងយកវេអងដកវេដឺមកកូនបាទអញ្ចឹងយើងឃើញមៀតរបស់ប្រឡេពី8កែងយើងនេះហើយណាកូនបាទអញ្ចឹងនាំឲ្យយើងបានបាទវេអងដកឲ្យវេដឺដែលវេអងបាទស្មើ24ម៉ែត្រគូបដកឲ្យវេដឺ6ម៉ែត្រគូបបាទឥឡូវយើងធ្វើការដកមកកូនបាទ24ម៉ែត្រគូបយើងដកឲ្យ6ម៉ែត្រគូបបាទគឺស្មើបាទ18ម៉ែត្រគូបបាទអញ្ចឹងបាទយើងបាននៅវេស្មើ18ម៉ែត្រគូបបាទអញ្ចឹងកូនបាទយល់ពីលំហាត់ខនេះដែរទេកូនបាទលោកគ្រូសង្ឃឹមថាកូនបាទយល់អំពីការដោះស្រាយលំហាត់ខនេះហើយណាកូនបាទអញ្ចឹងបាទយើងចូលលំហាត់យើងថ្មីមួយទៀតណាកូនបាទអញ្ចឹងលំហាត់ទី4របស់យើងបាទគេឲ្យបាទចូលកំណត់ x ដោយដឹងថាប្រអប់នោះមានមៀត 16.8 សង់ទីម៉ែត្រគូបបាទឥឡូវគេឲ្យយើងរកតម្លៃ x ណាកូនបាទអញ្ចឹងយើងដាក់មកបាទកំណត់ x បាទដោយដឹងថាប្រអប់នោះមានមៀត 16.8 សង់ទីម៉ែត្រគូបបាទអញ្ចឹងកូនមើលបាទរូបនៅក្នុងលំហាត់យើងនេះបាទមានរាងអ្វីដែរកូនបាទគឺជាប្រឡេពី8កែងបាទអញ្ចឹងបាទដើម្បីរកមៀតនៃប្រឡេពី8កែងបាទយើងប្រើរូបមន្តអ្វីកូនបាទគឺបាទវេស្មើឲ្យ a គុណនឹង b គុណឲ្យ c បាទអញ្ចឹងបាទលំហាត់របស់យើងនេះបាទគេប្រាប់មៀតរបស់យើងបាទវេបាទគឺស្មើ 16.8 សង់ទីម៉ែត្រគូបបាទអញ្ចឹងលោកគ្រូសរសេរមកបាទ 16.8 សង់ទីម៉ែត្រគូបបាទស្មើឲ្យ a របស់យើងបាទបណ្ដោយបាទគឺស្មើ4ម៉ែត្របាទគុណឲ្យ b ទទឹងស្មើ3ម៉ែត្របាទរួចហើយគុណឲ្យ c បាទកម្ពស់របស់យើងបាទគឺ x បាទគុណឲ្យ x មកបាទឥឡូវបាទយើងធ្វើការគុណមកកូនបាទ4ម៉ែត្រគុណឲ្យ3ម៉ែត្របាទស្មើ12ម៉ែត្របាទ12ម៉ែត្រគុណ x ស្មើ 12x បាទអញ្ចឹងយើងសរសេរបាទ 16.8 សង់ទីម៉ែត្រគីបបាទស្មើឲ្យ 12x បាទបន្តមកទៀតបាទលោកគ្រូសូមត្រឡប់លេខរបស់យើងបាទយក 12x មកខាងមុខនេះវិញបាទ16.8 សង់ទីម៉ែត្រគីបបាទនៅខាងនេះវិញបាទងាយស្រួលយើងរក x ណាកូនបាទឥឡូវបាទយើងទាញរក x មកកូនបាទអញ្ចឹងបាទដើម្បីទាញរក x បាទយើងបោះ12បាទទៅខាងបាទ 16.8 សង់ទីម៉ែត្រគីបនេះមកបាទអញ្ចឹងនៅពេលដែលយើងបោះទៅបាទនៅខាងនេះគុណបាទបោះទៅខាង 16.8 សង់ទីម៉ែត្រគីបយើងគឺចែកបាទអញ្ចឹងនាំឲ្យយើងបានបាទ x ស្មើឲ្យបាទ 16.8 សង់ទីម៉ែត្រគីបចែកឲ្យ12បាទអញ្ចឹងយើងធ្វើការចែកមកកូនបាទ 16.8 បាទចែកឲ្យ12បាទអញ្ចឹង 16.8 បាទចែកឲ្យ12បាទយើងដាក់បាន1មកបាទអញ្ចឹង12ម្ដង12បាទយើងយក12យកមកដាក់ខាងក្រោម16នេះបាទរួចដកគ្នាមកបាទ
ចឹងបាទ16ដកឲ្យ12បាទស្មើ4អសល់4បាទបន្តមកទៀតបាទយើង4ហ្នឹងមិនអាចចែកឲ្យ12បានទេបាទអញ្ចឹងយើងត្រូវទម្លាក់8ប៉ុន្តែ8របស់យើងបាទគឺស្ថិតនៅខាងទស្សភាគបាទអញ្ចឹងយើងត្រូវថែមចុចបាទនៅកន្លែងផលចែកយើងមួយនេះសិនមកបាទរួចហើយបានយើងទម្លាក់8ចុះមកបាទអញ្ចឹងបាទយើងបាន48ចែកឲ្យ12បាទអញ្ចឹង48ចែកឲ្យ12បាទយើងចែកបាន4បាទ4 2ដង8 4ម្ដង4អញ្ចឹងបាទ48ដកឲ្យ48បាទស្មើ0បាទអញ្ចឹងបាទ x របស់យើងបាទគឺស្មើ1.4 សង់ទីម៉ែត្រគូបបាទបាទអញ្ចឹងលំហាត់ទី4របស់យើងនេះបាទគឺបានដោះស្រាយរួចរាល់ហើយកូនបាទអញ្ចឹងកូនយល់អំពីការរក x របស់យើងនេះដែរទេកូនបាទរកតម្លៃ x របស់យើងនេះបាទអញ្ចឹងលោកគ្រូសង្ឃឹមថាកូនបាទយល់ហើយកូនបាទអញ្ចឹងមេរៀនរបស់លោកគ្រូនេះបាទដល់ទីបញ្ចប់ហើយណាកូនបាទសង្ឃឹមថាកូនបានយល់នៅក្នុងមេរៀនរបស់យើងនេះទាំងអស់ហើយបាទអញ្ចឹងសម្រាប់កូនដែលមិនទាន់យល់ច្បាស់បាទកូនអាចបាទសិក្សាឡើងវិញនៅក្នុងវីដេអូមេរៀននេះបាទនោះកូនបាទនឹងអាចយល់ច្បាស់ហើយណាកូនបាទអញ្ចឹងបាទលោកគ្រូបាទសូមអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូមេរៀនក្រោយទៀតណាកូនបាទ